គាត់បានបង្ហាញមុខអ្នកប៉ាលើសាធារណៈជាលើកដំបូងនៅថ្ងៃទី9 កញ្ញា 2019 នៅលើជីវិតសង្គមនិងអាជីពរបស់គាត់មានវីដេអូមួយនៅលើ Facebook ដែលគាត់ត្រូវបានណែនាំជាតារាអ្នកសម្ដែងមានកាសែតមួយបាននិយាយថាគាត់ជាអ្នកសម្ដែងចាស់និងតារាចាស់ដែលមានបទពិសោធន៍ក្នុងកម្មវិធីសិល្បៈច្រើនឆ្នាំគាត់មានវីដេអូសម្ភាសន៍មួយដែលនៅតាមវីដេអូអ្នកសម្ភាសន៍សួរថាគាត់បានទទួលពានរង្វាន់អ្វីខ្លះព័ត៌មានមួយបាននិយាយថាម្ដាយឪពុករបស់គាត់មិននៅរស់ទេហើយអូនសុធាបានយកមុខឪពុករបស់គាត់មកបង្ហាញសាធារណៈនៅថ្ងៃ09 ខែកញ្ញា 2019 គាត់ជាអ្នកសម្ដែងដែលមានកេរ្តិ៍ឈ្មោះនិងប្រជាប្រិយនិងបានធ្វើការក្នុងច្រើនរឿងទូរទស្សន៍កម្មវិធីចាក់ផ្សាយប៉ុន្តែខ្ញុំមិនមានប្រភពអនឡាញដែលទុកចិត្តបានដែលបង្ហាញពីការបរិច្ឆេទកំណើតការអប់រំដំបូងការចាប់ផ្ដើមអាជីពពេញលេញឬតួអង្គភាពយន្តសំខាន់របស់គាត់ទេហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺខ្ញុំមិនឃើញព័ត៌មានដែលទុកចិត្តបានអំពីការស្លាប់របស់គាត់បានទទួលមរណភាពទេវាអាចជាព័ត៌មានសង្គមឬការចែករំលែកអត្រាប៉ុន្តែខ្ញុំមិនអាចរកឃើញឲ្យបានព័ត៌មានដែលផ្ដល់ការបញ្ជាក់សុពលភាពនោះទេ